ស្ដាប់ការបន្ទូលរបស់ព្រះថ្មីថ្ងៃនេះអរគុណព្រះអង្គមុនស្ដាប់ព្រះបន្ទូលរបស់ព្រះសូមអធិដ្ឋានជូនខ្ញុំអរព្រះអង្គបិតាព្រះជ្រត្រែព្រះវិញ្ញាណបរិសុទ្ធទ្រង់ពីព្រះដែលបានប្រទានឲ្យយើងខ្ញុំទទួលបាននៅព្រះបន្ទូលរបស់ទ្រង់ដើម្បីសាច់ចិត្តដើម្បីលើកទឹកចិត្តដើម្បីដល់កម្លាំងដល់ខំផងទៅព្រះបន្ទូលយើងខ្ញុំពេលនេះទុំគុំយើងខ្ញុំបានកំពុងតែស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាខ្លាំងហើយដូច្នេះយើងបានយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ទ្រង់សូមមានបន្ទូលមកកាន់ជើងខ្ញុំរាល់គ្នាសូមព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដែលជាមកទីនេះដឹកនាំព្រះបន្ទូលព្រះអង្គដឹកនាំជីវិតរបស់ព្រះបន្ទូលសូមព្រះតាំងថ្មីការមានដល់ជីវិតរបស់យើងខ្ញុំតែមកព្រះបន្ទូលនេះផងដែរទូថ្វាយការអរក្នុងសេចក្តីអធិដ្ឋាននេះក្នុងព្រះនាមបងចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណបងសូមបងប្អូនទាំងគ្នាមានក្នុងព្រះគម្ពីរដែលមានព្រះគម្ពីរសម្បត្តិព្រះគម្ពីរទំនុកដំណ
ដូច្នេះសូមព្រះវិហារថ្មីដែលអាចដាក់មនុស្សបាន200នាក់តែបងប្អូនទាំងអស់គ្នាបើសិនជា2នាក់ចូលមកក្នុងព្រះវិហារនេះមិនទាន់ចាំទៀតទេ300នាក់ចូលមកក្នុងព្រះវិហារនេះមិនទាន់ចាំទៀតទេអាចដាក់ទៅជាប់លើ100នាក់ទៀត400នាក់ចូលមកក្នុងព្រះវិហារនេះក៏នៅតែអាចដកដង្ហើមបានដែរហេតុអ្វីយើងសុំតែសម្រាប់200នាក់តែព្រះអង្គឲ្យដល់400នាក់ហេតុអ្វីព្រះអង្គឲ្យលើពីតម្រូវការរបស់យើងផងព្រះអង្គឲ្យលើលុបអ្វីដែលយើងត្រូវការព្រះអង្គអត់សំចៃទុកទេសម្រាប់អ្នកដែលនៅក្បែរเราទៀតថាព្រះអង្គសំចៃទុកសម្រាប់ព្រះអង្គខ្លួនឯងទេព្រះអង្គឲ្យដល់លើលុបបំផុតដែលយើងមិនអាចនឹងទុកនៅអ្វីដែលជាព្រះពរដែលព្រះអង្គត្រៀមឲ្យផងហាឡេលូយ៉ាមានអ្នករៀបមានរៀបគាត់ជាសាសម៉ូអាប់គាត់បានការជាមួយនឹងសាយូដាអ្នកណាចាំបាននាងរស់សម្រាប់ក្នុងព្រះវិហារនាងរស់សម្រាប់ក្នុងជំពូក2បងប្អូនទាំងគ្នាបានរៀនក្នុងព្រះវិហារនាងរស់សម្រាប់ក្នុងជំពូក2តឡាននេះឡានសុំអានសវណ្ណខ្ញុំចូលអានព្រះគម្ពីរនាងរស់ជំពូក2ព្រះគម្ពីរនាងរស់ជំពូក2ខ5ខ1ខតទៅបន្តមើលស្លាកស្អែកដាក់អាហារព្រះគម្ពីរនាងរស់ឥឡូវមានតែពីរមិនដែរឥឡូវនិយាយពីនាងរស់សិនដំណើរដល់បងបន្តិចនាងរស់សម្បល់នៅក្នុងជំពូក1នៅក្នុងជំពូក1សំអាននៅក្នុងខ1បាទបានហើយនាងរស់ជំពូក1ខ1អានខ1រីឯជំពូក1ក៏ជំពូក2ជំពូក1ខ1ព្រះគម្ពីរនាងរស់ជំពូក1ខ1រីឯនៅក្នុងគ្នាដែលពួកចៅហ្វាយកំពុងការកាប់ក្នុងត្រានោះក៏កើតមានអំណត់អត់នៅក្នុងស្រុកពេលនោះមានបរិបទជាអ្នកនៅក្រុងបេតលេហឹមយូដាគាត់បាននាំទាំងប្រពន្ធនិងកូនប្រុសទាំងពីរនាក់ទៅស្នាក់នៅឯស្រុកម៉ូអាប់បាទនារីអ្នកនោះគឺឈ្មោះណាវនីបាទហើយកូនរបស់គាត់មានកូនប្រុស2នៅក្នុងខ2សំអានក្នុងខ2ខពីមនុស្សនោះឈ្មោះអេលីយ៉ាអេលីម៉ាលេខអេលីម៉ាលេខប្រពន្ធឈ្មោះណាអូមីហើយកូនទាំងពីរមួយឈ្មោះម៉ាឡូនហើយមួយឈ្មោះគីលីយុនសុទ្ធតែជាពួកអេបាតាដែលនៅក្រុងបេតលេហឹមយូដាគេក៏ទៅដល់ស្រុកម៉ូអាប់តែទីលំនៅនៅស្រុកនោះអាមែនអរគុណបងហើយនាងរស់គាត់មានកូនប្រុស2ហើយប្តីមួយទៀតអញ្ចឹងគ្រួសារគាត់មានបុរស3នាក់នៅសម័យនោះគឺអត់នៅស្រុកយូដាមិនសូវសម្បូរទេអសរណគឺចង់បានហ
ហើយដូច្នេះនាងរួមនៃបានសម្រេចចិត្តដើរឲ្យនឹងណាវីហើយនៃសម្រេចចិត្តថាដើររស៊ីតាមដងជួយជំការជួយចង់និយាយថាគ្រួសារគាត់គ្រួសារណាក៏ប្រឹងដែរណាវីជាប្រពន្ធក៏ប្រឹងប្តីក៏ប្រឹងហើយកូនប្រុសរបស់គាត់ក៏បានរៀបការទាំងពីរនាក់ដែរបានរៀបការទាំងពីរនាក់ហើយចំណេញក្រោយមកដោយសារស្រុកអត់ផងហើយដោយសារតែការប្រឹងប្រែងរបស់គាត់ប្តីរបស់ណាវីប្តីរបស់នាងណាវីក៏ឈឺស្លាប់ទៅឈឺស្លាប់ហើយបងប្អូនដល់គ្នាព្រឹកពីនេះរួមតើ4ជំពូកទេចាំដឹងឲ្យច្បាស់អានខ្លួនឯងក្រោយមកកូនប្រុសទាំងពីរនាក់ដែលការហើយនោះក៏ស្លាប់ទៅទៀតប្តីស្លាប់កូនប្រុសទាំងពីរក៏ស្លាប់ណាវីបានប្រាប់ទៅកូនប្រសាកូនអើយអញស្ត្រីនឹងម៉ែចាំឯងអត់រួចទេហើយប្តីឯងក៏ស្លាប់អស់ទៀតចេញពីយើងទៅរកប្តីថ្មីទៅហើយនៅក្មេងសម្រាប់នៅល្អទៅការដែលកូនទាំងពីរនោះណាមីបើសិនជាយើងរៀនប្រាក់ពីច្បាប់របស់ពុទ្ធដែរបើសិនជាប្តីស្លាប់ប្រពន្ធនោះត្រូវតែទៅការជាមួយនឹងបងប្តីហើយបងទៅការជាមួយកូនប្តីហើយបើបងប្អូនប្តីអត់បានការជាមួយប្រពន្ធតែប្តីស្លាប់នោះទេត្រូវទៅរកចំណូលមួយត្រូវរកសាច់ញាតិដែលជាប់បន្តទៀតប៉ុន្តែនាងរស់អសតោណាវីបានប្រាប់ទៅកូនប្រសាទាំងពីរថានាងទាំងពីរត្រូវទៅមិនបាច់រាប់ថាជាកូនទៀតទេដើម្បីឲ្យជាប់នៅទឹកវិន័យណាវីបានសុខចិត្តឲ្យវិន័យដែលត្រូវរកប្តីឲ្យកូនទេឲ្យនាងទៅរើសអ្នកផ្សេងឲ្យទម្លាក់មកលើខ្លួនឯងមានន័យថាដូចជាកំពុងទូលភាសាទេពេលនេះគឺកំពុងរបស់ណាវីដែលធ្វើខុសជាមួយគិតវិន័យរបស់លោកផ្សេងដេកម្ដងពីរអ្នកក៏ថាទេម៉ែខ្ញុំទៅតាមម៉ែក្មេងទាំងអស់តាមតែដេកលើកទី2ដេកលើកទី2ស្រាប់តែនាងរស់អត់ទៅទេនាងរស់អត់ទៅទេនាងរស់ប្រាប់ថាម៉ែទៅទេខ្ញុំក៏ទៅជាមួយម៉ែដែរចំណែកឯកូនប្រសាទៀតក៏ទៅហើយសាច់រឿងកូនប្រសាទៀតក៏អត់ដឹងយ៉ាងម៉េចដែរប៉ុន្តែណាវីតាមព្យាយាមដល់ទៅគុណកុំឲ្យជាប់ទៅទីនេះបន្តទៀតហើយណាវីបានជឿថាគ្មានសាច់ញាតិឯណាមកយកកូនគាត់ធ្វើជាប្តីទៀតទេពីព្រោះក្រណាស់ក្រអត់តែប្តីក៏ស្លាប់ហើយកូនប្រុសទាំងពីរក៏ស្លាប់មានន័យថាបើសិនជាលោកកៃគេថាហើយពូននឹងគេហៅថាពូនស្លាប់តែប្តីពូស្លាប់ប្តីមានន័យថាពូននេះ
នឹងកូនប្រសាមួយទៀតទៅតែនេះរួមថាម៉ែទៅណាខ្ញុំទៅណាខ្ញុំសុខចិត្តបម្រើម៉ែមួយជីវិតអត់មានប្តីអត់ខ្ញុំស្មើនឹងព្រះពីរនោះចំពោះពីរសូមឲ្យជូលីអានខមួយវិញស្លាប់ណាហើយទៅកន្លងនាងរស់ចំពោះពីរសូមអានខមួយជូលីនឹងចូលអាននាងរស់ចំពោះពីរសូមអាននៅក្នុងខមួយ ព្រះគម្ពីរនាងរស់ចំពោះ2ខ1ឯណាអូមីគាត់មានសាច់ញាតិខាងដីម្នាក់ឈ្មោះបូអូជាអ្នកមានស្តុកស្តម្ភនៅក្នុងគ្រួសារអេលីម៉ាសាហើយណាមីបានទៅរកអាសាច់ញាតិដីឈ្មោះបូអូជាអ្នកមានស្តុកស្តម្ភ បងអូនជាអ្នកមានស្តុកស្តម្ភហើយស្រែគាត់បានស្រូវគាត់ចំការគាត់គឺសម្បូរដែរហើយដូច្នេះណាមីបានទៅសុំសាច់ញាតិនឹងសុំរើថានៅពេលដែលឆ្លងទៅឈុំសុំរើតោសុំរើបន្តិចតែសល់ពីជំរងព្រះគម្ពីរត្រូវលើនោះសេបានប្រាប់ថាបើសិនជាឯងជ្រោមហើយជ្រុំកុំរើហើយដូច្នេះណាមីបានដឹងថាទៅរកចកាគេហើយបើសិនជាគេជ្រោមតាមប្រមាណគេយកទៅដល់ប៉ុណ្ណឹងទេជ្រុំទាំងប្រមាណគេឲ្យគេក្រទៅរើនេះគឺជារបៀបរស់នៅតាមទិន្នន័យរបស់លោកម៉ូសេហើយដូច្នេះណាមីគាត់ទៅអត់មានទៅសុំទានអីទេទៅសុំរើអាបន្តិចទីដែលសល់ពីជំរងគេហ្នឹងតែគាត់មិនបានទៅរើខ្លួនឯងទេអ្នកដែលទៅរើនោះគឺនាងរស់សេចក្តីកំសត់របស់នាងប្តីស្លាប់ចោលពុកក្មេងស្លាប់ចោលពេលដែលទៅរើនោះសប្បាយចិត្តណាស់មនុស្សដែលធ្លាប់អត់បានរឹបកំតិចកំទីសល់ពីអ្នកមានបានមកដល់ខ្លួនសប្បាយចិត្តរំភើបណាស់ដឹងមិនអត់ពេលដែលគេទៅរើកំតិចកំទីពីចម្ការរបស់អូសគេរើមកគ្រប់មហត់ទៅគេមកផ្ទះវិញគេរើមកគ្រប់មហត់គេមកផ្ទះវិញដល់ពេលនាងរស់ព្រះបន្ទូលព្រះអង្គបានប្រាប់ថានាងរើចាត់តាំងពីព្រឹករហូតដល់យប់ចូលមនុស្សលោកអត់ដល់សបានឃើញកំតិចដែលធ្លាក់អំពីជំរងរបស់គេនាងប្រាប់ណារើតាំងពីព្រឹករហូតដល់យប់ហើយព្រះបន្ទូលព្រះអង្គបានប្រាប់ថាជំពូកពីរដែលបានហូតដល់នាងទៅខាងទៅផ្ទះខ្លួនឯងមកខាងទៀតគាត់ថានាងរើអត់សម្រាប់ទេសម្រាប់តែមកភ្លេចទេដល់ពេលដែលញ៉ាំបាយគេត្រង់សម្រាប់តែប៉ុណ្្នឹងទេបន្តទៀតគឺរើរហូតរើអាគេឈប់រើហើយខ្លួនឯងរើបន្តទៀតពីព្រោះគ្នាធ្លាប់អត់ការតស៊ូរបស់នាងជាមួយនឹងម្ដាយក្មេងព្រះបានទតធ្វើអំពីភាពកំសត់របស់នាងរស់សូមថាអាមែនបូបានជាកាត់ចការរបស់គាត់ក្នុងជំពូក2ខ5អានមិនផង ម្ចាស់ចំការបានមកដល់ស្រែរបស់គេម្នាក់រើមកគ្រប់ហើយទៅអស់សល់តែនាងនៅមួយរើហើយតស៊ូរើមិនសម្រាប់រើប្រាប់ណា
ខ្ញុំចូលអានលើ screen của bạnលើ slide នេះបាទ ព្រះគម្ពីរនៃរស់ចំពុក2ខ5ឬក៏អូសួរទៅអ្នកបម្រើដែលគាត់តាំងឲ្យត្រួតត្រាលើពួកចម្រុះនោះថានាងនេះជាកូនអ្នកណា សុំថាអាមែនភាពកំសត់របស់នាងរស់មានពន្លឺហើយ Hallelujah សូមប្រាប់អ្នកនៅក្បែរថាភាពកំសត់របស់អ្នកមានពន្លឺហើយអ្នកជឿព្រះអ្នកដើរតាមព្រះតែងតែមានពេលវេលាមួយដែលមានការដែលភ្លឺមកកាន់ជីវិតរបស់ផងគាត់គឺបងបានឃើញនាងរស់ហើយ Hallelujah Hallelujah ព្រះគម្ពីរដែលយើងបានអាននៅក្នុងនេះទំនុកដំកើងបានប្រាប់ថាព្រះប្រទានអសំចៃនាងរស់កំសត់ណាស់ព្រះទទួលអបសន្យាថានឹងប្រទានអសំចៃនាងរស់ដោយកំសត់របស់នាងឪពុកក្មេងស្លាប់ប្តីរបស់នាងស្លាប់តែពីរនាក់ម្ដាយក្មេង កូនភាសាមួយទៀតដែលធ្លាប់ដើរជាមួយគ្នា3នាក់នាងទៅហើយនៅតែភាពកំសត់ទីនេះគឺណាវពីហើយនឹងនាងរស់ទៅរើសពីចំការគេព្រឹកថ្ងៃនេះអត់ចង់លើពីចំការទេតែព្រះប្រាប់ថាយើងនឹងប្រទានដល់ឯងហើយអត់សំចៃការប្រទាននោះគឺចាប់ដើមម្ចាស់ចំការបានឃើញនាងរស់ ហើយម្ចាស់ចំការបានសួរទៅអ្នកបម្រើថានាងនេះជាកូនអ្នកណានាងនេះជាពូជមកពីណាព្រះបានតបឃើញបានបងប្អូនទាំងអស់គ្នាដូចជានាងរស់ដែរភាពកំសត់របស់បានបងប្អូនទាំងអស់គ្នានឹងមិននៅយូរទៀតទេការជឿចិត្តរបស់បានបងប្អូនទាំងអស់គ្នានឹងមិននៅយូរទៀតទេភាពក្រីក្ររបស់បានបងប្អូនទាំងអស់គ្នានឹងមិននៅយូរទៀតទេជំងឺរ៉ាំរ៉ៃក្នុងជីវិតបានបងប្អូនទាំងអស់គ្នានឹងមិនបន្តនៅយូរទៀតទេពីព្រោះព្រះបានឃើញជីវិតរបស់ខ្ញុំហើយភាពកំសត់របស់ផងខ្ញុំព្រះបានតបឃើញហើយចាប់តាំងពីថ្ងៃនោះបូបានប្រាប់ថានាងរស់អើយដល់មកបាយនាងមិនបាច់ទៅបាយផ្ទះទេឡើងមកអង្គុយហូបជាមួយនឹងយើងមក Hallelujah ចាប់តាំងពីថ្ងៃនោះមកបូអូបានចាប់អារម្មណ៍នាងរស់ក្រោយមកបូអូបានការជាមួយនាងរស់ពេលអ្នកកំសត់ម្នាក់ដើររើសតែបំណែកដែលសក់ពីចំការរបស់គេខ្លាយទៅជាម្ចាស់ចំការ Hallelujah មិនមែនឲ្យមកគ្រប់ទេឲ្យឡើងលើព្រះរបស់នាងរស់ព្រះរបស់ណាវីឲ្យពួកគាត់លើកលោកចង់យើងទាំងអស់គ្នាព្រះក៏នឹងឲ្យយើងលើកលោកដែរព្រះក៏ឃើញជីវិតយើងព្រះហើយយើងរត់ហើយឲ្យលើកអ្វីដែលនាងរស់គិតទៅទៀតស្មានតែញ៉ាំបានតែ3ពេលលើកពីនោះទៀតបានការជាមួយម្ចាស់ចំការខ្លាយទៅជាចំបាយមានលើមនុស្សរាប់រយនាក់ខ្លាយទៅជាម្ចាស់ចំការរាប់រយហិកតាចង់ញ៉ាំមកប៉ុន្មានក៏បានចង់គេមកប៉ុន្មានក៏បានប្រាប់អ្នកនៅក្បែរភាពកំសត់របស់អ្នកមិនយូរទៀតទេព្រះនឹងតបឃើញហើយព្រះនឹងកែប្រែជីវិតរបស់អ្នកហើយពីព្រោះព្រះបានសំចៃសូម្បីតែបន្តិចហើយសម្រាប់ឈរដល់គ្នាសូមអធិដ្ឋានព្រះនមោសុទ្ធភាពកំសត់របស់យើងជាព្រះអង្គនឹងតបឃើញហើយព្រះអង្គនឹងផ្លាស់ប្ដូរខ្សែជីវិត
ខ្ញុំនៅខ្វះខាតទៀតឡើយព្រះអង្គមិនឲ្យកិត្តិយសយើងខ្ញុំនៅតែអន់ចំពោះលោកីឡើយព្រះអង្គមិនឲ្យពូជយើងខ្ញុំនៅតែបន្តជាខ្ញុំបំរើតែថ្លៃរបស់លោកីឡើយព្រោះព្រះរបស់ខ្ញុំគឺជាព្រះដែលលើកខ្ញុំឲ្យពោះឡើងហើយឲ្យប្រទានដល់យើងខ្ញុំនៅកិត្តិយសនៅព្រះគុណដ៏អត់សមចៃហាឡេលូយ៉ាព្រះដ៏បរិសុទ្ធសូមប្រទានពរដល់ពួកជំនុំទាំងអស់គ្នាដែលចូលមកក្នុងថ្ងៃនេះទទួលពីគ្រូបាបពលដល់ព្រះចូលមកថ្ងៃនេះអជីវៈរបស់គាត់បានលើកពីភាពកំសត់របស់គាត់ថ្ងៃនេះព្រះអង្គទោឃើញពីភាពកំ